รัฐบาลโลกตรัมป์จหัตถเลขาเลือกัดโปร่งเปรียงปนิจกรรมดันใบกัดบรรทุยระบังปุ่นกุยระบาดไต้หวันកិច្ចព្រមព្រៀងនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចដាក់បានគ្រោងទុករបស់លោក Trump ទៅកាន់ប្រទេសចិនក្នុងខែមេសានិងបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថារដ្ឋាភិបាលលោក Trump បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយតៃវ៉ាន់កាលពីថ្ងៃប្រហោះដោយតៃវ៉ាន់បានយល់ព្រមលុបចោលឬកាត់បន្ថយរបាំងពន្ធគយរបស់ខ្លួនចំនួន 99% កិច្ចព្រមព្រៀងនេះធ្វើឡើងខណៈដែលសហរដ្ឋអាមេរិកនៅតែពឹងផ្អែកលើតៃវ៉ាន់សម្រាប់ការផលិតបន្ទាក់ chip កុំព្យូទ័រដែលការនាំចេញនេះបានរួមចំណែកដល់អតុល្យភាពពាណិជ្ជកម្មជិត$127,000 លានអាមេរិកក្នុងអំឡុងពេល11ខែដំបូងនៃឆ្នាំ2025នេះបើតាមការិយាល័យជំរឿនការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក USTR បានបញ្ជាក់ថាការនាំចេញរបស់តៃវ៉ាន់ទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវជាប់ពន្ធក្នុងអត្រា 15% ឬតាមអត្រាប្រជាជាតិដែលទទួលបានការអនុគ្រោះទាបបំផុត Most Favored Nation របស់រដ្ឋាភិបាលអាមេរិកអត្រា 15% នេះគឺដូចគ្នានឹងអត្រាដែលបានអនុវត្តលើដៃគូពាណិជ្ជកម្មអាមេរិកផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើមតំណាងពាណិជ្ជកម្មលោក Jameson Greer បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅវិញទៅមកនេះដែលបានធ្វើឡើងក្រោមការសម្របសម្រួលរបស់វិទ្យាល័យអាមេរិកនៅតៃវ៉ាន់និងការិយាល័យតំណាងសេដ្ឋកិច្ចនិងវប្បធម៌តៃប៉ៃនៅសហរដ្ឋអាមេរិកឧបនាយករដ្ឋមន្ត្រីតៃវ៉ាន់លោកស្រី Cheng Li-jun និងរដ្ឋមន្ត្រីរដ្ឋាភិបាលលោកស្រី Yang Jiechi ក៏បានចូលរួមក្នុងការចុះហត្ថលេខានេះផងដែរកិច្ចព្រមព្រៀងនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅកាន់ប្រទេសចិនក្នុងខែមេសានិងបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ទីក្រុងប៉េកាំងចាត់ទុកថាតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិនដែលត្រូវបង្រួមបង្គ្រប់គ្នាវិញដោយកម្លាំងបាយប្រសិនបើចាំបាច់ប្រទេសភាគច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរមិនទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យនោះទេប៉ុន្តែទីក្រុង Washington ប្រឆាំងនឹងរាល់ការប៉ុនប៉ងណាមួយនៃការដណ្ដើមយកកោះដោយគ្រប់គ្រងដោយខ្លួនឯងមួយនេះដោយកម្លាំងបាយនិងបន្តែងថានឹងផ្គត់ផ្គង់អាវុធដល់កោះនេះនៅក្រោមកិច្ចព្រមព្រៀងនេះតៃវ៉ាន់នឹងធ្វើការវិនិយោគចំនួន$250,000 លានអាមេរិកនៅក្នុងឧស្សាហកម្មអាមេរិកដូចជាបន្ទាក់ chip កុំព្យូទ័រកម្មវិធីបញ្ញាសិទ្ធិនិម្មិត AI និងថាមពលរដ្ឋាភិបាលតៃវ៉ាន់និយាយថាខ្លួននឹងផ្ដល់ការធានា Index ថែមទៀតចំនួន$250,000 លានដើម្បីជួយអាជីវកម្មខ្នាតធំឲ្យទៅវិនិយោគនៅសហរដ្ឋអាមេរិកកិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យសហរដ្ឋអាមេរិកងាយស្រួលក្នុងការលក់រថយន្តឱសថនិងផលិតផលអាហារក្នុងតៃវ៉ាន់ប៉ុន្តែចំណុចសំខាន់បំផុតគឺក្រុមហ៊ុនតៃវ៉ាន់នឹងវិនិយោគក្នុងការផលិតបន្ទះ chip កុំព្យូទ័រនៅសហរដ្ឋអាមេរិកដែលអាចជួយសម្រាលអតុល្យភាពពាណិជ្ជកម្មការវិនិយោគទាំងនេះបានជួយឲ្យសហរដ្ឋអាមេរិកកាត់បន្ថយពន្ធដែលបានគ្រោងទុកពីចំនួនអាចឡើងដល់ទៅ 32% នៅដំណាក់កាលដើមមកនៅសល់ 15% វិញភាគីសហរដ្ឋអាមេរិកបាននិយាយថាកិច្ចព្រមព្រៀងជាមួយតៃវ៉ាន់នឹងជួយបង្កើតសួនឧស្សាហកម្មលំដាប់ពិភពលោកចំនួនជាច្រើននៅសហរដ្ឋអាមេរិកដើម្បីជួយកសាងការផលិតក្នុងស្រុកនៃបច្ចេកវិទ្យាជំនឿដូចជាបន្ទាក់ chip ជាដើមក្រសួងពាណិជ្ជកម្មកាលពីខែមករាបានពណ៌នាវាថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្រមួយដែលនឹងជួយឲ្យមានការនាំយកការផលិតនៅក្នុងវិស័យ Semiconductor ឬគ្រឿងបន្លាស់អេឡិចត្រូនិករបស់អាមេរិកត្រឡប់មកវិញយ៉ាងច្រើនសន្ធឹកជាទំនួលសហរដ្ឋនឹងផ្ដល់ការអនុគ្រោះពិសេសដល់តៃវ៉ាន់ចំពោះពន្ធដែលអាចនឹងមានកើតឡើងពីការស៊ើបអង្កេតតាមមាត្រា232នៃការនាំចេញបន្ទះ chip កុំព្យូទ័រនិងឧបករណ៍ផលិត Semiconductor TSMC គឺជាក្រុមហ៊ុនផលិតបន្ទះ chip ធំដែលត្រូវបានរំពឹងថានឹងជាអ្នកវិនិយោគធំបំផុតក្រុមហ៊ុននេះបានបដិញ្ញាវិនិយោគចំនួន$165,000 លានអាមេរិកដែលរួមមិនមែនតែរោងចក្រផលិតតែនោះទេប៉ុន្តែថែមទាំងមួយចិត្តស្រាវជ្រាវនិងអភិវឌ្ឍធំដែលនឹងជួយកសាងឆ្វែងកផាត់ផ្គត់ផ្គង់ដើម្បីជំរុញមហូរទឹកផ្ចាបញ្ញាសិទ្ធិនិម្មិតរបស់អាមេរិក